សួស្តីបងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំមកបង្ហាញពីការកាត់តវីដេអូឲ្យអក្សររត់នៅក្នុងវីដេអូដោយចំណុចដែលខ្ញុំធ្លាប់មានបទពិសោធន៍ពីមុនមកហ្នឹងកាត់ដោយកម្មវិធីផ្សេងតែនេះគឺកម្មវិធីមួយទៀតគឺកាត់កម្មវិធីកាត់ដែលងាយស្រួលអត់បាក់ទាមទារស្អីឲ្យញ៉ៃញ៉ៃអញ្ចឹងយើងត្រូវប្រើកម្មវិធី VN កម្មវិធី VN ហ្នឹងគឺងាយប្រើស្រួលមែនទែនហើយកាត់អក្សរឲ្យអក្សររត់នៅក្នុងវីដេអូក៏បានល្អទៀតកាត់បានស្អាត 100% មកអញ្ចឹងបងប្អូនបានចូលមើលវីដេអូរបស់ខ្ញុំហើយសូមជួយចុច Subscribe ហើយនឹងចុចរូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងឬក៏ទូរស័ព្ទបងប្អូនមានអក្សរខ្មែរចុចជាវចុចពាក្យថាជាវទៅគឺជាចុច Subscribe ដូចគ្នាអញ្ចឹងតោះចូលមេរៀននេះទាំងអស់គ្នា Let's go